សោកស្ដាយណាស់ឯកឧត្តមស្វាយដូតបានទទួលមរណភាពដោយសារបញ្ហាបេះដូងពេលកំពុងចូលរួមទាត់បាល់កាលពីថ្ងៃទី18ខែមីនាឆ្នាំ2025កន្លងទៅនេះអ្នកលេងបណ្ដាញសង្គម Facebook ជាពិសេសមហាជននិងមន្ត្រីគ្រប់ស្ថាប័នទាំងអស់មានក្តីរន្ធត់ចិត្តយ៉ាងខ្លាំងនៃមរណភាពរបស់ឯកឧត្តមស្វាយដូតមន្ត្រីជាន់ខ្ពស់ខុតកាល័យសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងជាជំនួយការសម្ដេចមហាវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាឯកឧត្តមស្វាយដូតបានទទួលមរណភាពដោយសារបញ្ហាបេះដូងពេលកំពុងចូលរួមទាត់បាល់ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួងថាបានក្នុងវ័យ56ឆ្នាំដំណឹងមរណភាពរបស់ឯកឧត្តមស្វាយដូតបានធ្វើឲ្យមហាជនមានការសោកស្ដាយយ៉ាងខ្លាំងនៃការបាត់បង់ធនធានដ៏សំខាន់ដោយឯកឧត្តមជាមន្ត្រីមួយរូបដែលស្លូតបូតនិងស្មោះត្រង់ហើយទទួលបានការស្រឡាញ់រាប់អានយ៉ាងខ្លាំងពីអ្នករួមការងារក៏ដូចជាមិត្តភក្តិគួរជម្រាបថាសពរបស់ឯកឧត្តមស្វាយដូតត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋាននៅបុរីសម្បត្តិមានហេង3ផ្ទះលេខ1ផ្លូវលេខ5ក្នុងសង្កាត់និរោធខណ្ឌច្បារអំពើរាជធានីភ្នំពេញ